សួស្តីអ្នកនរគ្នាថ្ងៃនេះមេឃសន្ទុំមកមកដល់ចឹងទៅថ្ងៃវីដេអូរបស់ខ្ញុំរៀងអត់សូវច្បាស់ថ្ងៃនេះខ្ញុំមកនិយាយប្រធានបទមួយពិសេសជាប្រធានបទពិសេសដែលមិនធ្លាប់និយាយពីមុនមកទេមានអ្នកខ្លះគាត់សួរខ្ញុំថាមនុស្សដែលស្រឡាញ់ភេទដូចគ្នាឧទាហរណ៍ថាមនុស្សស្រីគាត់ស្រឡាញ់មនុស្សស្រីឬក៏មនុស្សប្រុសគាត់ស្រឡាញ់មនុស្សប្រុសអីចឹងទៅភាគច្រើនគាត់តែងទទួលការរិះគន់សូម្បីតែពីពុកម្ដាយផ្ទាល់ខ្លួនបងប្អូនរបស់គាត់ឬក៏សាច់ញាតិមិត្តភ័ក្តិអីចឹងណាគេថាការដែលស្រឡាញ់មនុស្សស្រីដូចគ្នាឬក៏ស្រឡាញ់មនុស្សប្រុសដូចគ្នាហ្នឹងគឺជាការដែលគ្មានអនាគតអីទាំងអស់ហើយគេសួរខ្ញុំថាតើការយល់ឃើញបែបហ្នឹងជារឿងត្រឹមត្រូវដែរអត់សំណួរទី1ដែលខ្ញុំចង់សួរត្រឡប់ទៅវិញថាអ្វីទៅដែលគេហៅថាជាអនាគតចឹងណាហ្នឹងហើយនៅពេលដែលយើងនិយាយអំពីអនាគតគឺយើងសំដៅទៅលើថាមានផ្លូវវែងឆ្ងាយជាមួយគ្នាហើយមនុស្សដែលយើងនៅជាមួយនឹងអាចផ្ដល់សេចក្តីសុខសុភមង្គលអាចចិញ្ចឹមយើងអាចជួយចិញ្ចឹមម៉ែឪបងប្អូនយើងឬក៏អាចផ្គត់ផ្គង់យើងឲ្យធ្វើនេះធ្វើនោះជំរុញយើងឲ្យទៅដល់ក្តីសម័យរបស់យើងឬក៏ផ្គត់ផ្គង់យើងឲ្យរៀនសូត្រទំនុកបំរុងអីសពបែបយ៉ាងអីចឹងទៅហើយអាចរស់នៅជាមួយគ្នាវែងឆ្ងាយហ្នឹងគេហៅថាជាការមានអនាគតអញ្ចឹងត្រឡប់មកវិញថាបើសិនជាការដែលយើងនិយាយថាមនុស្សស្រីស្រឡាញ់មនុស្សស្រីដូចគ្នាឬក៏មនុស្សប្រុសគាត់ស្រឡាញ់មនុស្សប្រុសដូចគ្នាអត់អនាគតធៀបពិតខ្ញុំយល់ឃើញថាការយល់ឃើញរបៀបហ្នឹងជាការយល់ឃើញខុសពីព្រោះធៀបពិតមនុស្សពីរនាក់រស់នៅជាមួយគ្នាមានអនាគតឬក៏មិនមានអនាគតវាអត់មានអាស្រ័យនៅលើភេទទេពីព្រោះទោះជាមនុស្សស្រីគាត់រស់នៅជាមួយមនុស្សស្រីឬក៏មនុស្សប្រុសគាត់រស់នៅជាមួយមនុស្សប្រុសក៏គាត់អាចរស់នៅជាមួយគ្នាបានវែងឆ្ងាយក៏គាត់អាចយកចិត្តទុកដាក់គ្នាក៏គាត់អាចស្រឡាញ់គ្នាក៏គាត់អាចគុតគង់គ្នាក៏គាត់អាចមើលថែទាំគ្នាក៏គាត់អាចគុតគង់ម៉ែឪគាត់អាចជំរុញគ្នាឲ្យធ្វើអ្វីដែលខ្លួនឯងស្រឡាញ់គ្រប់គ្រងនៅលើគោលដៅរបស់ភាគីម្ខាងទៀតក៏គាត់អាចផ្គត់ផ្គង់ឲ្យជួយរៀនសូត្រក៏គាត់អាចលើកទឹកចិត្តនៅពេលដែលភាគីម្ខាងទៀតពិបាកចិត្តអីចឹងទៅអញ្ចឹងការយល់ឃើញថាការស្រឡាញ់ភេទដូចគ្នានោះគឺជារឿងគ្មានអនាគតនោះគឺជាការយល់ខុសមួយដ៏ធំហើយមួយទៀតខ្ញុំចង់ឲ្យពិចារណាផងដែរឧទាហរណ៍ថាមនុស្សស្រីហ្នឹងគាត់ស្រឡាញ់មនុស្សប្រុសដែលមនុស្សភាគច្រើនយល់ឃើញថាជាច្បាប់ធម្មជាតិហ្នឹងណាហ្នឹងហើយក៏ប៉ុន្តែនៅពេលដែលមនុស្សប្រុសហ្នឹងគាត់ដើរលេងយប់ឬក៏ថាគាត់មានស្រីឬក៏គាត់ផឹកស៊ីអួបនួភ្លឺបានចូលផ្ទះអីចឹងទៅឬក៏គាត់ថាលេងលំបែងផ្លាញទ្រព្យសម្បត្តិអស់ពីផ្ទះអីចឹងទៅហើយនៅពេលដែលគាត់ជួបរឿងហ្នឹងគាត់យកទៅនិយាយប្រាប់ម៉ែឪឬក៏បងប្អូនឬក៏មិត្តភ័ក្តិអីគាត់ចឹងទៅគេប្រាប់មកថាអូជារឿងធម្មតារបស់មនុស្សប្រុសទេមនុស្សប្រុសណាក៏ចេះមានស្រីមនុស្សប្រុសណាក៏ចេះផឹកអើយអាការលេងលបែងតិចតួចហ្នឹងវាជារឿងធម្មតាទេអត់ទោសឲ្យទៅចឹងណាចាសរុបមកវិញថាមនុស្សស្រីនៅពេលណាដែលទៅស្រឡាញ់មនុស្សប្រុសហើយមនុស្សប្រុសហ្នឹងធ្វើអំពើបង្គាប់បីមកលើខ្លួនឯងដូចជាផឹកស៊ីអួបនួដូចជាលេងលបែងដូចជាមានស្រីឆ្វេងឆ្វាយឆ្វេងស្ដាំអ្នកខ្លះមានស្រីរាប់ភ្លេចអីចឹងទៅយល់ឃើញថាអាហ្នឹងគឺជារឿងធម្មតាពីព្រោះវាជាសារជាតិរបស់មនុស្សប្រុសតែធៀបពិតទៅមនុស្សស្រីមិនគួរទម្លាក់តម្លៃខ្លួនឯងដល់ម្លឹងថាខ្ញុំស្រឡាញ់មនុស្សប្រុសហើយអញ្ចឹងខ្ញុំត្រូវទទួលនៅអ្វីដែលសង្គមគិតថាជាភាពធម្មតារបស់មនុស្សប្រុសអញ្ចឹងចាអំពើផិតក្បត់ការផឹកស៊ីអួបនួអត់ជួយការងារផ្ទះម៉ោង2ម៉ោង3ម៉ោង4ភ្លឺអីបានមកដល់ផ្ទះអញ្ចឹងទៅមកដល់ជួនកាលសេកឡូឡាជេបចៅអីចឹងទៅឬក៏ការទៅលេងលបែងផ្លាញរបស់អស់ពីផ្ទះអីចឹងទៅអាហ្នឹងមិនមែនជារឿងធម្មតាទេហើយក៏វាមិនមែនជាសុភមង្គលដែរអញ្ចឹងណាកុំយល់ឃើញថាឲ្យតែខ្លួនឯងស្រីទៅបានប្តីជាមនុស្សប្រុសត្រូវទទួលនៅអ្វីដែលសង្គមគិតថាជាភាពធម្មតារបស់មនុស្សប្រុសហើយកុំយល់ឃើញថាបើសិនជាខ្លួនឯងទៅស្រឡាញ់មនុស្សស្រីសុទ្ធតែគ្មានអនាគតមិនអញ្ចឹងទេមនុស្សស្រីខ្លះគេស្រឡាញ់មនុស្សស្រីហើយគេមានទំនួលខុសត្រូវខ្លាំងជាងមនុស្សប្រុសទៀតល្អជាងមនុស្សប្រុសទៀតមិនមែនបានន័យថាសុទ្ធតែ perfect ទេណាហ្នឹងហើយអ្នកណាក៏ចេះមានចំណុចខុសឆ្គងរបស់ខ្លួនឯងដែរហើយបើសិនបើរស់នៅជាមួយគ្នាមានការខុសឆ្គងអីយ៉ាងម៉េចហ្នឹងហើយយើងជួយកែគាត់ជួយកែយើងហើយខ្លួនឯងរបស់យើងនឹងត្រូវចេះយល់ឃើញថាតើខ្ញុំមានចំណុចអីខ្លះដែលមិនល្អខ្ញុំត្រូវកែខ្លួនឯងភាគីម្ខាងត្រូវរៀនកែខ្លួនឯងអ្វីដែលជាចំណុចខុសរបស់ខ្លួនឯងចំណុចមិនល្អរបស់ខ្លួនឯងហើយត្រូវជួយដៃគូរបស់ខ្លួនឯងហ្នឹងនៅក្នុងការកែកំហុស
ផងដែរពីព្រោះនៅលើពិភពលោកហ្នឹងគ្មានអ្នកណាម្នាក់ដែលអត់ខ្ចោះទេហើយក៏គ្មានសម្ព័ន្ធភាពប្តីប្រពន្ធណាដែលខ្ចោះដែរអញ្ចឹងសរុបមកវិញថាមនុស្សគ្រប់គ្នាគួរប្រកាន់នៅគំនិតយោបល់ថាស្រឡាញ់អ្នកណាស្រឡាញ់ទៅស្រឡាញ់ប្រុសក៏ស្រឡាញ់ទៅស្រឡាញ់ស្រីក៏ស្រឡាញ់ទៅធំអស់ហើយស្រឡាញ់អ្នកណាស្រឡាញ់ទៅតែសំខាន់ឲ្យរស់នៅជាមួយគ្នានឹងមានសេចក្តីសុខហើយចេះយកចិត្តទុកដាក់ចេះយល់គ្នាចេះជួយគ្នាចេះចិញ្ចឹមគ្នាទៅវិញទៅមកមានកំហុសអីយើងចេះជួយកែគ្នាទៅវិញទៅមកហើយអត់ទោសឲ្យគ្នាបានច្រើនហើយបើសិនបើយើងធ្វើប៉ុណ្ណឹងបានទោះជាយើងស្រឡាញ់អ្នកណាក៏ដោយស្រឡាញ់ប្រុសក៏ដោយស្រឡាញ់ស្រីក៏ដោយគឺយើងមានសុភមង្គលដូចគ្នា